ក្នុងកលៈទេសៈណាក៏ដោយកុំលក់ភាពស្មោះត្រង់របស់អ្នកឲ្យសោះព្រោះភាពស្មោះត្រង់នេះគឺវាមានតម្លៃខ្លាំងណាស់កាលណាតែបាត់ហើយគឺមិនងាយកសាងត្រឡប់មកវិញបានទេនៅត្រង់ចំណុចហ្នឹងអ្វីដែលមនុស្សម្នាក់ត្រូវការខ្លាំងបំផុតគឺភាពស្មោះត្រង់មិនថានៅក្នុងទំនាក់ទំនងគ្រួសារទំនាក់ទំនងការងារទំនាក់ទំនងការរកស៊ីព្រោះជីវិតយើងនោះគឺវាត្រូវការខ្លាំងបំផុតគឺមនុស្សស្មោះត្រង់ហើយសំណួរជាច្រើនបានសួរថាតើអាភាពស្មោះត្រង់ហ្នឹងវាវាស់បានដោយរបៀបណាខ្ញុំសូមឆ្លើយថាទោះមានឱកាសមិនស្មោះត្រង់គ្មាននរណាដឹងក៏អ្នកនៅតែប្រកាន់គោលការណ៍ស្មោះត្រង់នេះដែរកន្លែងនេះមានបងប្អូនជាច្រើនឲ្យតែនិយាយពីភាពស្មោះត្រង់គឺម្នាក់អ្នកសិតថាខ្ញុំជាមនុស្សស្មោះត្រង់ប៉ុន្តែលទ្ធផលចុងក្រោយនៃពាក្យដែលស្មោះត្រង់ហ្នឹងមិនដឹងថាយើងយកអីទៅវាស់ឬក៏យើងគិតថាកម្រិតស្មោះត្រង់យើងហ្នឹងបើ100តែយើងស្មោះបានប៉ុណ្ណាខ្ញុំជួបបទពិសោធន៍នៅក្នុងជីវិតជាច្រើនព្រោះខ្ញុំឲ្យតម្លៃទៅលើភាពស្មោះត្រង់ដូចគ្នាភាពនៃការស្មោះត្រង់គឺមានយូនីតរបស់មនុស្សម្នាក់ប៉ុន្តែបើយើងប្រកាសប្រាប់គេថាយើងជាមនុស្សស្មោះត្រង់ទៅវិញយើងជាមនុស្សដែលលួចបន្លំចែងបន្លំលួចលុយលួចកាក់លួចនិយាយគេហៅថាមុខផ្សេងក្រោយផ្សេងតើយើងឲ្យតម្លៃភាពស្មោះត្រង់នឹងស្មើអីយើងឲ្យបន្ទុកខ្លួនឯងប្រមាណព្រោះខ្ញុំធ្លាប់ជួបមនុស្សភាគច្រើនគឺគាត់មកដល់គាត់ពួតប្រាប់យើងហ្មងថាសមត្ថភាពគាត់អាចនឹងមិនមានប៉ុន្តែភាពស្មោះត្រង់គាត់គ្មានដែនកំណត់ទេពេលដែលគាត់ត្រឡប់ទៅវិញដោយភាពក្បត់រហូតដល់ថាក្បត់ភាពស្មោះត្រង់នឹងខ្លួនឯងអញ្ចឹងកន្លែងហ្នឹងខ្ញុំនៅតែប្រាប់បងប្អូនថាបើយើងដឹងភាពស្មោះត្រង់យើងនឹងមានឱកាសក្នុងការរីកចម្រើននិងជោគជ័យបើសិនជាយើងដឹងភាពខ្លែងខ្លាយយើងនឹងទទួលបានផ្លែផ្កានៃភាពស្អុយរលួយដូចគ្នាព្រោះពេលខ្លះយើងបាត់ភាពជាខ្លួនឯងយើងបាត់អាគោលចំហថាមិនក្បត់ខ្លួនឯងទោះកលៈទេសៈណាក៏ដោយក៏យើងមិនលក់ភាពស្មោះត្រង់ហ្នឹងអញ្ចឹងហើយវីដេអូនេះខ្ញុំនៅតែប្រាប់បងប្អូនអរគ្នាថានៅលើโลกនេះអត់មានអីមានតម្លៃជាងអាភាពស្មោះត្រង់ហ្នឹងទេចាំសូមកសាងវារហូតដល់យើងគិតថាពេលខ្លះយើងយកឈ្នះចិត្តខ្លួនឯងបានដែរអត់ពេលជួបមនុស្សម្នាក់ហ្នឹងហើយចិត្តយើងវាប្រាប់ថាចង់ប្រាប់គេបែបនេះយើងចង់ស្មោះត្រង់តែមាត់យើងទៅនិយាយផ្សេងតែយើងអាចយកឈ្នះចិត្តយើងបានអត់អាហ្នឹងគឺជាភាពស្មោះត្រង់មួយស៊ីជម្រៅតែបើគេខុសគឺយើងប្រាប់ថាខុសភាពពិតគឺកន្លែងហ្នឹងមិនងាយមានអ្នកណាហ៊ាននិយាយទេព្រោះដោយសារតែភាពស្មោះត្រង់របស់យើងគាត់ថាតើយើងគួរអាខ្លាយវាអត់ព្រោះពេលខ្លះត្រង់ពេកទៅវាអាចមានផលប៉ះពាល់តែពេលខ្លះបើសិនជាយើងក្បត់ភាពស្មោះត្រង់បំផ្លាញអ្នកដទៃគឺគ្រោះថ្នាក់ខ្លាំងមែនទែនអញ្ចឹងវីដេអូនេះចង់ប្រាប់បងប្អូនទាំងអស់គ្នាថាព្រោះក្នុងកលៈទេសៈណាក៏ដោយយើងកុំបត់ឧត្តមគតិមនសិការខ្លួនឯងហើយយើងកុំបំផ្លាញក្របពូជនៃការស្មោះត្រង់នឹងឲ្យសោះព្រោះបណ្ដោះពូជស្មោះត្រង់គឺជាអ្វីដែលអ្នកទាំងអស់គ្នាចាំបាច់គួរតែធ្វើឲ្យវានាំឲ្យខ្លួនឯងហ្នឹងរីកចម្រើននិងកសាងឱកាសបានកាន់តែច្រើនសម្រាប់ជីវិតរបស់ខ្លួនយើងម្នាក់ៗវីដេអូនេះសូមបងប្អូនទាំងអស់គ្នាចែករំលែកដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិយើងទាំងមូលផងចាអរគុណច្រើន